ក្រោយពីអនុទានឆានវិរៈគុលនាយករដ្ឋមន្ត្រីជ្រុលក្បាលក្រពើរបស់សៀមប្រកាសបាទបិទគ្រប់ច្រកចរចាទ្វេភាគីទាំងអស់ជាមួយនឹងកម្ពុជាតាមរយៈបាទព្រំដែនផ្លូវគោកដោយសារតែខឹងនឹងកម្ពុជាអូសក្បាលខ្លួនចូលទៅកាន់បាទច្បាប់នីតិសមុទ្រឬក៏ហៅកាត់ថា UN Clause ឥឡូវនេះភាគីខាងថៃមិនអាចប្រកែកបានទេពីមុនខ្លួនធ្លាប់បានប្រកាសក្តែងថាគឺលុបចោល MOU ជាមួយនឹងកម្ពុជាបាទឥឡូវនេះក្រោយអំពីកម្ពុជាបានអូសថៃបាទឬក៏កម្ពុជាបានប្តឹងទៅកាន់បាទអង្គការសហប្រជាជាតិពាក់ព័ន្ធជាមួយនឹងច្បាប់នីតិសមុទ្រហៅកាត់ថា UN Clause នេះធ្វើឲ្យប្រទេសថៃបាទសពិចសពិលបាទស្រឡាំងកាំងវង្វេងវង្វាន់ដូចជាមនុស្សឈួតជ្រូកបាទបាននិយាយថាខ្លួនមិនបានប្រកាសលុប MOU ជាមួយកម្ពុជាទេនេះគឺគ្រាន់តែជាការជូនដំណឹងតែប៉ុណ្ណោះប៉ុន្តែការប្រកាសនេះបែបណាប្រទេសថៃរដ្ឋាភិបាលថៃមួយទាំងមូលមិនអាចបាទបិទបាំងនៅរឿងអាម៉ាស់របស់ខ្លួនដែលបានធ្វើនៅក្នុងអតីតកាលកន្លងមកទេអ្វីដែលគួរឲ្យកត់សម្គាល់អនុទានបាទបានគម្រាមប្រទេសកម្ពុជាថាខ្លួននឹងបន្តបិទការចរចាឬក៏បិទព្រំដែនអាចនឹងបិទជារៀងរហូតបាទជាការឆ្លើយតបភាគីខាងកម្ពុជាបានបង្ហាញរូបមួយសន្លឹកដោយមិនមាត់កអីទាំងអស់គឺរូបភាពនៃការដាក់លិនដ្ឋានបិទច្រកសំពើលូនតែម្ដងបាទជាការឆ្លើយតបហើយប្រការនេះធ្វើឲ្យប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ធ្វើការសាទរនិងសំណូមពរឲ្យមានការបិទរបៀបនេះនៅគ្រប់ព្រំដែនទាំងអស់តែម្ដងបងប្អូនទាំងឡាយចង្វាក់នៃការសាមគ្គីគ្នាក្លិននៃការភ័យការរបស់ពួកយើងកំពុងតែមានប្រសិទ្ធភាពបាទជាអាណ័យកប្បការសូមមហាជនខ្មែរទាំងអស់បន្តស្មារតីមួយនេះតទៅទៀតបងប្អូនត្រូវដឹងថាពិភពលោកសពថ្ងៃប្រទេសដែលឆ្លាតវៃនាយករដ្ឋមន្ត្រីដែលល្អបរិសុទ្ធសម្រាប់ជាតិនិងប្រជាជនគឺគេមានតែរកវិធីគ្រប់យ៉ាងនៅក្នុងការបង្កើនសេដ្ឋកិច្ចជាតិនៅក្នុងការបង្កើនមុខរបរបង្កើនចំណូលជូនដល់ជាតិនិងប្រជាជនគេប៉ុន្តែរដ្ឋាភិបាលរបស់អនុទានវិជ្ឆានវិរៈគុលគឺកំពុងតែធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសខ្លួនដំក្បាលចុះគឺកំពុងតែធ្វើឲ្យប្រទេសខ្លួនបាត់បង់នៅអតិថិជនបាទដែលជាអតិថិជនគោលដៅធំបំផុតរបស់ប្រទេសថៃតាំងតែពីបុរាណកាលមកបាទដូច្នេះខ្ញុំសូមបន្តឲ្យបងប្អូនខ្មែរទាំងអស់មេត្តាពហិការនៅអីវ៉ាន់របស់សៀមពហិការនៅសេវាកម្មរបស់សៀមគ្រប់បាទដំណាក់កាលទាំងអស់ចាប់ពីពេលនេះតរៀងទៅបងប្អូនត្រូវយល់ថាសម័យពិភពលោកប្រទេសដែលគេឆ្លាតវៃគឺគេលែងប្រើប្រាស់នៅរូបមន្តនៅក្នុងការវិទីយកទឹកដីគ្នាហើយប៉ុន្តែគេប្រើប្រាស់នៅរូបមន្តនៅក្នុងការធ្វើពាណិជ្ជកម្មធ្វើអាជីវកម្មដើម្បីបង្កើនទំហំសេដ្ឋកិច្ចរវាងប្រទេសនិងប្រទេសចាប់តែប្រទេសថៃមួយនាយករដ្ឋមន្ត្រីថៃមួយស្ដេចស្រុកថៃពីរគឺជាអ្នកដឹកនាំមួយដ៏ឈ្គួតលីលាដែលធ្វើឲ្យប្រទេសខ្លួនកំពុងតែបាត់បង់នៅចំណូលដ៏ធំធេងតាមរយៈការធ្វើសង្គ្រាមទានពានទឹកដីជាមួយនឹងប្រទេសជិតខាងដូច្នេះសូមបងប្អូនទាំងឡាយបន្តស្មារតីពហិការអីវ៉ាន់របស់សៀមបាទជានិច្ចជានិរន្តរ៍ទៅដើម្បីជាតិយើងរស់ទាំងអស់គ្នាហើយរួមគ្នាលើកទឹកចិត្តទៅដល់អាជីវករពាណិជ្ជករទាំងឡាយណាដែលបង្កើននិងបង្កើតនៅផលិតផលនៅក្នុងស្រុកបាទសូមអរគុណ